អាយុដំហ៊ុនម៉ាណីលើកឡើងថាមេរៀននៃរបបប្រល័យពូជសាសន៍ជាការដាស់តឿនស្មារតីដល់អ្នកជំនាន់ក្រោយស្វែងយល់ពីភាពភ័យស្រួយនៃសន្តិភាពនិងការបំផ្លិចបំផ្លាញនៃសង្គ្រាមអាយុដំហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានាព្រឹកថ្ងៃទី18ខែមីនាឆ្នាំ2025នេះបានរំលឹកពីប្រវត្តិនៃសោតនកម្មនៃការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុព្រះប្រមុខរដ្ឋដោយក្រុមសេនាប្រមុខលន់នល់និងទ្រង់សេរីមតៈតាមបណ្ដាញសង្គមផ្លូវការអាយុដំប្រធានសសយកបានលើកឡើងថាថ្ងៃទី18ខែមីនាគឺជាថ្ងៃខួបទី55នៃរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តមសីហនុព្រះប្រមុខរដ្ឋដោយក្រុមសេនាប្រមុខលន់នល់និងទ្រង់សេរីមតៈថ្ងៃនេះកាលពី55ឆ្នាំមុនកម្ពុជាដ៏កំសត់របស់យើងបានឈានជើងមកដល់មាត់ជ្រោះមរណៈដ៏សែនអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនសង្គ្រាមបានទម្លាក់គ្រាប់បែកអំពើហិង្សាអសន្តិសុខបានមកញោមញីប្រជាពលរដ្ឋគ្មានស្រាកស្រានឯកឧត្តមបានគូរំលេចថាក្រោយរដ្ឋប្រហារ18មេនេះកងប្រវត្តិសាស្ត្របានខិតជិតទៅរកមហាសោតនកម្មដ៏គួរឲ្យសោកសង្រេចជាទីបំផុតដែលកម្ពុជាមិនធ្លាប់ស្គាល់អំពើប្រល័យពូជសាសន៍ការសម្លាប់រង្គាលទារុណកម្មនិងការងារបានបង្ខំបានសម្លាប់ប្រជាពលរដ្ឋអស់ជិត3លាននាក់ត្រឹមរយៈពេល3ឆ្នាំ8ខែ20ថ្ងៃឯកឧត្តមបន្តថាក្រោយថ្ងៃរំដោះ7មករាកម្ពុជាត្រូវការពេលវេលាច្រើនណាស់ទម្រាំកសាងជាតិឲ្យរស់រៀនមានជីវិតឡើងវិញស្របពេលដែលមានសម្ពាធពីគ្រប់មជ្ឈដ្ឋានរាប់បញ្ចូលទាំងហានិភ័យនិងការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ជាមួយគ្នានេះថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋកម្ពុជានៅពេលនោះបានតស៊ូប្រឹងប្រែងខំមាត់សង្កត់ចិត្តអត់ធ្មត់ខ្ពស់បំផុតខិតខំការពារជាតិក្នុងកលៈទេសៈដ៏លំបាកនោះព្រមទាំងពុះពៀលះបង់សពបែបយ៉ាងដើម្បីទទួលបានមកវិញនូវសន្តិភាពកម្ពុជាត្រូវការពេលវេលាជិត2សតវត្សរ៍ទៀតទើបយើងទទួលបានផ្លែផ្កានិងសន្តិភាពពេញលេញចាប់ផ្ដើមការកសាងអភិវឌ្ឍជាតិលើគ្រប់វិស័យឯកឧត្តមប្រធានសសយកបានសង្កត់ធ្ងន់ថាមេរៀនប្រវត្តិសាស្ត្រមួយនេះគឺជាការដាក់ស្មារតីដល់អ្នកជំនាន់ក្រោយឲ្យស្វែងយល់ពីភាពភ័យស្រួយនៃសន្តិភាពនិងការបំផ្លិចបំផ្លាញនៃសង្គ្រាមព្រឹត្តិការណ៍នេះក៏បានបង្រៀនប្រជាពលរដ្ឋកម្ពុជាផងដែរថាមានអ្នកណាស្រឡាញ់ជាតិយើងជាងជនជាតិយើងដែលមានកំណត់និងការរស់រានមានជីវិតលើទឹកដីរបស់យើងនោះទេការលៀបពណ៌នយោបាយជ្រុលនិយមរើសអើងនឹងការស្អប់ខ្ពើមគឺជាប្រភពនៃការបែកបាក់សាមគ្គីផ្ទៃក្នុងដែលនេះជាអ្វីដែលនាំដល់ការចុះខ្សោយនៃប្រជាជាតិយើងក្នុងអតីតកាល